ដែលវាមានក្លិនស្អុយថ្ងៃនេះខ្ញុំយកខ្មោចមកបន្លំឲ្យអ្នកទាំងអស់គ្នានៅដេកម្ដងទៀតហើយស្លាកថ្មីថ្ងៃនេះគឺរឿងភាគខ្មោចកូរ៉េបែបសង្ស័យចិត្តរឿងនេះចាប់ផ្ដើមពីស្រីម្នាក់ឈ្មោះមីណាដែលមានរូបរាងត្រជាក់និងមានអាកប្បកិរិយាឯកោដូច្នេះហើយនាងតែងតែជួបការចំណាញ់ពីស្រីផ្សេងទៀតប៉ុន្តែតាំងពីក្មេងមកនាងវិញតែងលេងជាមួយក្មេងប្រុសដែលធំមកជាមួយគ្នាបានល្អជាងយប់នេះនាងកំពុងហាត់សម្រួលចលនានៅក្នុងបន្ទប់រំប៉ុន្តែគ្មានការយល់ដឹងថាមានមូលដែកមួយស្ថិតនៅលើដីក្បែរជើងនាងបានដើរលើវាដោយមិនដឹងខ្លួននាងទើបតែដកវាចេញដោយការឈឺចាប់ប៉ុន្តែភ្លើងវិញបានផុតបន្តិចទៀតដំបូងនាងគិតថានេះគ្រាន់តែជារឿងកំ pl ែងដែលអ្នកផ្សេងលេងជាមួយនាងប៉ុណ្ណោះនៅពេលដូចគ្នានាងក៏ស្រែកឲ្យពួកគេបើកភ្លើងវិញហើយស្វែងរកផ្លូវចេញក្នុងភាពងឹតប៉ុន្តែខណៈពេលដែលនាងកំពុងចាប់ស្ទាបទៅមកវិញនាងបានប៉ះទៅដល់ដៃទុនមួយនាងបាននិយាយថាសូមកុំលេងកំ pl ែងទៀតសូមទៅបើកភ្លើងឲ្យលឿនទៅនាងកំពុងនឹងទៅបើកភ្លើងប៉ុន្តែបុរសម្នាក់ដែលពាក់ថង់គ្រប់ក្បាលវិញបានលោតខ្លួនខ្លាំងណាស់មិនចម្លែកទេដែលដង្ហើមមិនចេញប៉ុន្តែក្នុងកញ្ចក់នាងវិញឃើញថាខ្លួនឯងកំពុងលោតខ្លួនខ្លាំងហើយក្នុងបន្ទប់រំគ្មាននរណានៅទីនោះសោះតែមានអ្វីកើតឡើងហើយអ្វីដែលចម្លែកជាងនេះទៀតគឺថ្ងៃបន្ទាប់នាងតែងតែសុបិនឃើញថង់គ្រប់ក្បាលនោះមកសម្លាប់នាងដូច្នេះមនីត្រូវតែសុំជំនួយពីមិត្តភក្តិល្អរបស់នាងហាក់ដូចជាកំពុងត្រឡប់មកវិញម្ដងទៀតដែលមានន័យថាមនីនាងបានត្រឡប់មកវិញហើយប៉ុន្តែដងសិចមិនអាចចងចាំបានថាអ្វីដែលមនីបាននិយាយនោះជាអ្នកណានាងក៏ពន្យល់មិនចេញដែរព្រោះញាប់ផ្អើលហើយក៏មិនមានជំរឿនណាមួយទេដូច្នេះដងសិចគ្រាន់តែប្រាប់នាងថាកុំគិតច្រើនឲ្យគេងឆាប់ទៅថ្ងៃស្អែកជួបគ្នារួចនិយាយគ្នាហើយពេលដល់ថ្ងៃបន្ទាប់ដងសិចដែលទៅដល់សាលាបានទូរស័ព្ទទៅមនីប៉ុន្តែទូរស័ព្ទមិនតបសោះគួរឲ្យចង់ដឹងណាស់គាត់មានអារម្មណ៍មិនល្អដូច្នេះគាត់បានទូរស័ព្ទទៅម្ដងហើយម្ដងទៀតហើយដើរទៅភ្លើអគារស្នាក់នៅលេខ2របស់មីណាដែលខ្ជិលចុះទៅក្រោមក៏លោតចុះមកយ៉ាងលឿនអកុសលណាស់កម្លាំងមិនគ្រប់គ្រាន់ទេគាត់បានដួលសន្លប់ទៅនិងស្លាប់ភ្លាមដងសឹកមិនយល់ទេព្រោះពី3ថ្ងៃមុនគាត់នៅជាមនុស្សធម្មតាហើយអ្វីបានជាគាត់សម្លាប់ខ្លួនដោយគ្មានសញ្ញាអ្វីសោះប៉ុន្តែឥឡូវនេះអ្វីដែលសំខាន់បំផុតគឺត្រូវប្រាប់ដំណឹងអាក្រក់នេះទៅឲ្យអ្នកដទៃជាពិសេសបងប្អូនដែលបានលូតលាស់មកជាមួយគ្នាតាំងពីក្មេងដូច្នេះដងសឹកបានទូរស័ព្ទទៅជុងជាមុនសិនប៉ុន្តែគាត់មិនគិតថាជុងនឹងមិនជឿទេព្រោះឥឡូវនេះមីណានៅក្បែរគាត់អាចនអ្នកកំពុងនិយាយអ្វីទៅខ្ញុំនៅទីក្រុងបាងកកមីណាបានលោតចេញពីអគារស្នាក់នៅដើម្បីសម្លាប់ខ្លួនឯងនៅព្រឹកនេះពីសម្លេងហាក់ដូចជាដងសិតប៉ុន្តែមិនមែនកំពុងបោកខ្លួនឯងទេអាជុនមានអារម្មណ៍ស្រួចសាច់គាត់បន្តិចបន្តួចដើរចូលទៅជិតហើយឃើញនាងធ្វើសម្លេងដូចជាកំពុងកោសអ្វីមួយអាជុនដើរចូលទៅមើលត្រូវហើយនាងកំពុងកោសភ្នែករបស់ខ្លួនឯងចេញដោយនៅមានជីវិតក្រោយពីភ្នែករបស់អ្នកកុំជឿអ្វីដែលអ្នកឃើញរូបភាពបានផ្លាស់ប្ដូរទូរស័ព្ទបានរត់ឡើងម្ដងទៀតពេលវេលាបានត្រឡប់មកវិញនៅពេលដែលដងសិតបានទូរស័ព្ទទៅរកគាត់ហើយបន្តដល់មកស្ថានីយ៍ទទួលស័ព្ទចុងក្រោយមីណាបានសម្លាប់ខ្លួនឯងរួចហើយវិញ្ញាណរបស់មីណាក៏បានបាត់បង់បន្ទាប់ពីទាំងពីរបានជួបគ្នាគាត់បានប្រាប់បទពិសោធន៍ចម្លែកនេះឲ្យដងសឹកស្ដាប់ប៉ុន្តែអាជុនក៏មិនស្គាល់សឹងមិនដែលមីណានិយាយដែររឿងនេះនៅតែមិនទាន់មានចម្លើយមិនយូរប៉ុន្មានក្រោយមកអ្នកគ្រូប្រឹក្សាបានជួបដងសឹកក្នុងនាមជាតំណាងសិស្សហើយសង្ឃឹមថាគាត់នឹងជួយថែរក្សាសិស្សថ្មីម្នាក់ហើយអ្វីបានជាយូហូព្រោះបរិះវ័យក្មេងរូបនេះមានស្ថានភាពពិសេសណាស់ដោយសារតែការបាត់បង់អង្គចងចាំគាត់ត្រូវតែចូលរួមការសម្រួលចិត្តរៀងរាល់សប្តាហ៍ពេលទាំងពីរជួបគ្នាលើកដំបូងដងសិតមានអារម្មណ៍ថាគាត់ធ្លាប់ឃើញយូហូនៅកន្លែងណាមួយប៉ុន្តែទើបតែស្គាល់គ្នាគាត់ក៏មិនចង់សួរអំពីរឿងផ្ទាល់ខ្លួនរបស់អ្នកដទៃច្រើនពេកទេដូច្នេះគាត់បានទៅធ្វើការសម្រួលចិត្តជាមុននៅក្នុងបន្ទប់របស់សាស្ត្រាចារ្យឲ្យឆ្វេងដងសិតបានឃើញឧបករណ៍សម្រួលចិត្តជាច្រើនដែលគួរឲ្យចាប់អារម្មណ៍សាស្ត្រាចារ្យបានឃើញថាគាត់ចាប់អារម្មណ៍ចំពោះវិស័យនេះខ្លាំងហើយបានពន្យល់ថាការសម្រួលចិត្តពិតប្រាកដមិនមែនអស្ចារ្យដល់ថ្នាក់នោះទេវាគ្រាន់តែជាការរត់គេចពីការយល់ដឹងការការពាររបស់រាងកាយដើម្បីងាយស្រួលក្នុងការជ្រាបចូលស្វែងរកតែជ្រាបចូលទៅកាន់ជ្រៅក្នុងខួរក្បាលព្រោះមនុស្សតែងតែស្វែងរកអត្ថប្រយោជន៍និងជៀសវាងគ្រោះថ្នាក់ការចងចាំបែបធម្មតាដែលភ្លេចអំពីរឿងអាក្រក់ទាំងអស់ដែលមិនល្អសម្រាប់ខ្លួនឯងដូច្នេះស្មារតីផ្ទាល់ខ្លួនមិនស្មើនឹងការពិតទាំងមូលទេពេលនិយាយចប់សាស្ត្រាចារ្យក៏អញ្ជើញគាត់យ៉ាងសកម្មឲ្យសាកល្បងសម្រួលចិត្តមើលផងដងសិតគិតក្នុងចិត្តថាវាអាចជួយឲ្យគាត់នឹកចេញថាសឹងមិនដែលមីណានិយាយដល់គឺជានរណាដែរខ្ញុំនឹងសាកល្បងមើលដូច្នេះក្រោមការដឹកនាំរបស់សាស្ត្រាចារ្យឲ្យឆ្វេងគាត់បានបន្តបន្ធូររាងកាយយ៉ាងបន្តបន្ទាប់ជាមួយនឹងសម្លេងកណ្ដឹងខ្លានិងក្រអូបដែលលឺច្បាស់ឡើងដងសិតពេលដែលគាត់សង្កេតឃើញនៅតំបន់លើក្បាលមានស្នាមឈាមហូរចេញមកយ៉ាងស្រួលធ្លាក់ចុះទៅក្នុងភ្នែករបស់គាត់ហើយស្មារតីរបស់គាត់ក៏ចូលទៅក្នុងសភាពត្រូវបានសំពីយ៉ាងជ្រាលជ្រៅភ្លាមពេលបើកភ្នែកឡើងវិញគាត់បានរកឃើញខ្លួនឯងស្ថិតនៅលើទីលានមួយដែលមើលទៅចម្លែកនៅច្រកទ្វារមានអក្សរពីរទស្សសេលើអាវយន្តក្នុងការចងចាំយ៉ាងជ្រាលជ្រៅគាត់ក៏នៅតែឃើញអ្វីមួយដែលមានថង់គ្រប់ក្បាលផងដែរហ
ហើយនៅក្បែរនោះក៏មានបរិសម្នាក់កំពុងលាបលើស្ត្រីម្នាក់គាត់ដូចជាបានរកឃើញខ្លួនឯងដងចិត្តញាប់ឲ្យដល់ថ្នាក់បង្វើក្នុងរថកិច្ចមិនបានរំពឹងទុកថានឹងស្ថិតនៅក្នុងបន្ទប់បន្ទាប់ទេគាត់បានជួបមនុស្សដែលមានថង់គ្រប់ក្បាលកាន់តែច្រើនហើយពួកគេក៏ចង្អុលទៅកាន់មនុស្សម្នាក់ជាមួយគ្នាពេលបើកមើលមិនបានរំពឹងទុកថាក្រោមថង់នោះគឺជាខ្លួនដងចិត្តឯងសាស្ត្រាចារ្យអឆាបានទៅប្រាប់លោកពូសិកមីណាថាមុនពេលស្លាប់គាត់ធ្លាប់ត្រូវបានសម្ពាធចិត្តនៅទីនេះព្រោះនាងតែងតែនិយាយថានាងអាចសុបិនឃើញមនុស្សដែលមានថង់គ្រប់ក្បាលគោដែលគួរឲ្យចង់ដឹងមែនបន្ទាប់មកដងចិត្តបានប្រាប់រឿងនេះឲ្យអាជនស្ដាប់ពន្រឿងចម្លែកគឺអាជនមិនធ្លាប់ត្រូវបានសម្ពាធចិត្តឡើយបន្តិចមិនយូរប៉ុន្មានមុននេះគាត់ក៏បានឃើញមនុស្សម្នាក់ដែលមានថង់គ្រប់ក្បាលនៅលើផ្លូវរឿងរ៉ាវកាន់តែច្របូកច្របល់និងស្មុគស្មាញថ្ងៃបន្ទាប់មកសាលាប្រហែលជានឹងកើតហេតុសម្រាប់មនុស្សម្ដងទៀតជនរងគ្រោះលើកនេះគឺយូហូដែលកំពុងស្ថិតក្នុងដំណាក់កាលព្យាបាលដោយសម្ពាធចិត្តនៅពេលរៀនគាត់បានប្រាំរៀមដៃរបស់គាត់ដូចជាដាំខ្មៅដៃជោគជ័យដែលមិត្តស្រីនៅក្បែរបានសង្កេតឃើញទាន់ពេលវេលាគ្រូប្រឹក្សាក៏បានហៅរថយន្តសង្គ្រោះបន្ទាន់ដើម្បីនាំយូហូទៅមន្ទីរពេទ្យប៉ុន្តែមិនមាននរណាអាចរំពឹងថានៅយប់នោះគាត់បានស្លាប់នៅមន្ទីរពេទ្យបន្ទាប់មកគ្រូប្រឹក្សាបានហៅចុងសឹកមកនិយាយគឺអ្នកមានសង្កេតឃើញអ្វីដែលមិនធម្មតានៅលើយូហូទេគ្មានអ្វីមិនធម្មតាទេខ្ញុំក៏មានអន្តរកម្មជាមួយគាត់តិចណាស់យងសឹកទោះបីមិនដឹងរឿងក៏ដោយប៉ុន្តែគាត់ក៏ដឹងក្នុងចិត្តថារឿងទាំងអស់នេះពាក់ព័ន្ធនឹងការសម្រួលចិត្តដែលកើតឡើងថ្មីនេះដូច្នេះគាត់បានស្វែងរកពាក្យដែលគាត់បានឃើញក្នុងសុបិនតាមអ៊ីនធឺណិតហើយជាក់ស្ដែងក្នុងព័ត៌មានអំពីការបួសនោះគាត់បានឃើញរូបថតរបស់ខ្លួនឯងម្នាក់អាជនរួមទាំងខ្លួនគាត់ផងដែរមនុស្សដែលធំមកជាមួយគ្នាចាប់តាំងពីកុមារភាពក៏ស្ថិតនៅក្នុងរូបថតនោះដែរប៉ុន្តែអ្វីដែលចម្លែកគឺកុមារផ្សេងទៀតនៅក្នុងរូបថតប៉ុន្តែទាំង3នាក់វិញមិនមានអនុស្សាវរីយ៍អ្វីសោះប្រសិនបើនិយាយថាមនុស្សម្នាក់មិនចាំទេនោះគ្រាន់តែជាការចងចាំមិនល្អប៉ុណ្ណោះប៉ុន្តែទាំង3នាក់វិញមិនចាំទេនោះវាចម្លែកពេកហើយមនុស្ស2នាក់បានសម្រេចចិត្តទៅប៉ុស្តិ៍ជួសយន្តដើម្បីពិនិត្យមើលប៉ុន្តែពេលទៅដល់ទីនោះត្រូវបានប្រាប់ថាមិនមែនជាប៉ុស្តិ៍ទេប៉ុន្តែជាស្រោមពេទ្យដែលបានបង្កើតឡើងឬជាប៉ុស្តិ៍ដែលទទួលយកនឹងព្យាបាលកុមារដែលមានបញ្ហាប៉ុន្តែតាមដែលមីងម្នាក់បានប្រាប់ថាទីនោះត្រូវបានបោះបង់ចោលចាប់តាំងពី10ឆ្នាំមុនទោះយ៉ាងណាពេលដល់មុខទ្វារដងសឹកនិងអាចជូឡាក៏នៅតែមិនអាចនឹកចាំបានថាខ្លួនធ្លាប់មកទីនេះទ្វារមានខ្សែដាក់សពាក់ស្រាប់ប៉ុន្តែមិនអាចទប់ស្កាត់ចេតនារបស់ទាំងពីរនាក់ក្នុងការស្វែងរកសេចក្តីពិតបានទេពួកគេស្វែងរកយូរហើយក៏មិនឃើញអ្វីសោះប៉ុន្តែវិញទៅឃើញនៅក្នុងសៀវភៅដាក់ឯកសារនៅបន្ទប់ធ្វើការរបស់នាយកមានកាបូបគ្រប់ក្បាលមួយដែលធ្វើឲ្យមានអារម្មណ៍ភ័យខ្លាំងណាស់នរណាអ្នកនៅទីនោះលោកពូជាអ្នកថែរក្សាសុវត្ថិភាពនៅទីនេះហើយបានស្គាល់មាត់របស់គាត់នីលដែលមីណាបាននិយាយពីមុនស្លាប់គាត់បានស្លាប់ទៅហើយចាប់តាំងពី10ឆ្នាំមុននៅពេលនោះមន្ទីរពេទ្យនេះទទួលយកកុមារវ័យក្មេងដែលមានបញ្ហាមានពាក្យចាំអារម្មណ៍ថាប្រសិនបើមិនស្ដាប់ពាក្យនោះនឹងត្រូវនាយកដាក់ឃុំក្នុងបន្ទប់ក្រោមដីក្មេងស្រីជាច្រើនអ្នកក៏ធ្លាប់ត្រូវនាយកបំពានផងដែរបន្ទាប់មកមួយថ្ងៃមន្ទីរពេទ្យក៏បិទយ៉ាងភ្លាមហើយសឹងមិនដែលត្រូវដាក់ឃុំក្នុងបន្ទប់ក្រោមដីចុងក្រោយត្រូវដុតស្លាប់នៅទីនោះរឿងនេះបានធ្វើឲ្យមនុស្សជាច្រើនកើតកំហឹងខ្លាំងនាយកក៏រើសសម្លាប់ខ្លួនឯងដោយសារមានអារម្មណ៍សោកស្ដាយមនុស្សម្នាក់ក៏ចាប់ផ្ដើមមានអាកប្បកិរិយាប្រក្រតីហើយត្រូវបានផ្ញើទៅកាន់មណ្ឌលព្យាបាលជំងឺផ្លូវចិត្តគាត់ឈ្មោះអ្វីគឺមែនគាត់ជាឃាតករពួកគេបានពិភាក្សាហើយសម្រេចចិត្តបែងចែកការងារ